រ៉ាំសាស្ទឹងត្រែងយើងមានផ្ទៃដី14600 ហិកតាតែគ្របដណ្ដប់នៅលើក្រុងមួយហើយស្រុក2គឺមានក្រុងស្ទឹងត្រែងតែមានសង្កាត់សាមគ្គីហើយនឹងស្រុកបរិយអូស្វាយគឺមានឃុំអូស្វាយឃុំព្រឹមកលនិងឃុំកោះស្នែងមួយទៀតគឺស្រុកថ្លាបរវត្តដែលជាប់មួយឃុំថ្លាបរវត្តហើយនៅភូមិខ្សាច់ក្នុងផ្សាយទាំងអស់នេះយើងមាន21ភូមិនៅក្នុងហ្នឹងដែលនៅក្នុងរ៉ាំសាសាយនេះហើយប្រវែងតំបន់តំដងទន្លេមេគង្គលើនេះយើងមានដល់37គីឡូម៉ែត្រដែលពីទីរួមខេត្តមក5គីឡូទេហើយយើងមករហូតដល់គៀកព្រំដែនឡាវហើយឥឡូវនេះភ្ជាប់ដល់ព្រំដែនឡាវដោយសារចេញតំបន់ទេសភាពមកកន្លងមកនេះគឺភ្ជាប់មួយឡាវគឺតាមដងទន្លេមេគង្គលើនេះតំបន់រ៉ាំសាសាយយើងមានលងអភិរក្សត្រីមេពូជដែលកម្រទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជា500គីឡូនេះគឺមានតំបន់រ៉ាំសានេះទេដែលមានលងជ្រៅមួយនៅលងវិនឌុនៅជិតរិស័តស្ទឹងត្រែងដែលពីព្រំទីរួមខេត្តមក5គីឡូទេលងនោះជ្រៅជម្រៅអាចចន្លោះពី70ម៉ែត្រលងជ្រៅដែលលងត្រីមេពូជហើយមួយទៀតដែលជ្រៅបំផុតគឺនៅកបោផុតយើងនេះគឺលងជ្រៅនេះទៅ60ម៉ែត្រជាងជាការសិក្សាស្រាវជ្រាវរបស់អង្គការដៃគូមួយចំនួនគឺអង្គការ Wonder មេគង្គដែលជនជាតិសហរដ្ឋអាមេរិកដែលគាត់ចុះសិក្សាស្រាវជ្រាវផ្ទាល់ហើយជាមួយក្រុមការងារហើយជាមួយសហគមន៍ក្នុងនោះដែរតំបន់រ៉ាំសាយយើងមានសហគមន៍នេសាទបច្ចុប្បន្នដែលធ្វើការជាមួយគ្នាគឺ17ដែលសកម្មហើយដែលឡាយ4ទៀតគាត់នៅអត់ទាន់មានគម្រោងណាគ្រប់គ្រងអញ្ចឹងគាត់តាមលទ្ធភាពគាត់ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិក្នុងរ៉ាំសាសាយយើងនេះទន្ទឹមនឹងយើងក៏មានសហគមន៍អេកូទេសចរក្នុងរ៉ាំសាសាយនេះដែរហើយយើងមានសហគមន៍អេកូទេសចរសម្រាប់អាហារគឺកន្លែងយើងឈរទីតាំងនេះតែម្ដងហើយមួយទៀតគឺសហគមន៍អេកូទេសចរបរិយអូស្វាយតែគាត់តែមានភ្ញៀវមកដូចគ្នាហើយបែកខាងលើគៀកព្រំដែនឡាវដែលឡាយក៏មានបងប្អូនសហគមន៍មួយចំនួនតែគាត់មិនទាន់ជាចុះក្នុងបញ្ជីទេគឺមាននៅខាងសង្កាត់សាមគ្គីភូមិខេដែលយើងធ្វើដំណើរមកមិញនេះគឺនៅសង្កាត់សាមគ្គីក៏មានបងប្អូនសហគមន៍អេកូទេសចរដែរបម្រើសេវាទេសចរហេតុអីបានយើងមានសហគមន៍អេកូទេសចរច្រើនដោយសារតំបន់រ៉ាំសាសាយស្ទឹងត្រែងយើងនេះយើងមានសក្តានុពលច្រើនពាក់ព័ន្ធជាមួយត្រីមេពូជកាលមុនការសិក្សាស្រាវជ្រាវរបស់ UCN ការកន្លងមកយើងមាន130ប្រភេទទាក់ទងនឹងត្រីហើយថ្មីនេះយើងកំពុងបច្ចុប្បន្នភាពជាមួយអង្គការដៃគូគឺ UCN ជាមួយអាជ្ញាធរក្នុងមូលដ្ឋាននៅក្នុងរ៉ាំសាសាយយើងកំពុងបច្ចុប្បន្នភាពទៀតថាតើត្រី130ប្រភេទហ្នឹងវានៅដដែលឬក៏លើសឬក៏មានប្រភេទត្រីផ្សេងទៀតហើយយើងក៏មានសត្វល្មូនថនិកសត្វនេះក្នុងនោះដែររ៉ាំសារបស់យើងគឺមានសារៈសំខាន់ដូចជាភ្ញៀវទេសចរចូលមកកំសាន្តដូចជាប្រជាសហគមន៍ឬក៏ជាពលរដ្ឋតាមភូមិនៅក្នុងតំបន់រ៉ាំសារបស់យើងគាត់ប្រកបមុខរបរនេសាទមានទេសចរមកច្រើនអញ្ចឹងគឺការកាត់បន្ថយរបស់គាត់អាចអ្នកខ្លះក៏កាត់បន្ថយការនេសាទច្រើនហើយគាត់អាចបង្វែរមកលក់ដូរដូចជាការប៉ិតទៅដូចជាបងម្នាក់ហ្នឹងគឺជាកាលមុនគាត់នេសាទអញ្ចឹងណាបាទឥឡូវគាត់ដូរមកលក់ដូរក្នុងតំបន់យើងហើយទន្ទឹមនោះដែរខ្ញុំកន្លងមកខ្ញុំបានលើកតាក់ទងនឹងភ្ញៀវដែលគាត់មកទស្សនានៅរ៉ាំសាសាយនេះគាត់បានចំណូលគួរសមគឺកាត់បន្ថយភាពក្រីក្រគាត់បានចំនួនដែរអ្នកដែលបានសេវាដូចជាទូកព្រោះអីទូកជាទូទៅមកជុំកោះហានហ្នឹងគាត់ឆាចពីភ្ញៀវអាចជា80000ទៅក៏100000តាមអ្វីដែលសេវាដែលគាត់បម្រើទៅភ្ញៀវហើយបើទៅឆ្ងាយគាត់តាមនឹងទៀតទាំងអស់នេះហើយជាអ្វីថាកាត់បន្ថយភាពក្រីក្រក៏ដូចជាចូលរួមក្នុងចំណែកក្នុងការអភិវឌ្ឍ
ភូមិឃុំរបស់យើងឲ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើងចឹងមកថាដំសាសាយយើងនេះល្អមែនតើដែលយើងមានធនធានហើយក្នុងខេត្តស្ទឹងត្រែងនៅប្រជាពលរដ្ឋមួយខេត្តហ្នឹងយើងបានចំណូលពីធនធានធម្មជាតិនៅក្នុងខេត្តស្ទឹងត្រែងពិសេសអ្នកខេត្តស្ទឹងត្រែងជាទូទៅគាត់អត់បរិភោគរបស់ចិញ្ចឹមនេះដូចថាចិញ្ចឹមគាត់អត់ចាប់អារម្មណ៍ទេចូលចិត្តត្រីធម្មជាតិអញ្ចឹងទេបានកន្លងមកក្រុមការងារតែអភិរក្សនឹងផ្សព្វផ្សាយឲ្យប្រកបចូលរួម